បាទជម្រាបសួរអ្នកទាំងអស់គ្នាសូមចែកម្លែកតកតងនឹងការវិយតម្លៃសមត្ថភាពរបស់អាស៊ានគុណវុឌ្ឍិពិតវាជា competency ជាសមត្ថភាពដែលផ្អែកទៅលើ3ជំនាញមានចំណេះដឹងជំនាញនិងឥរិយាបថចំណេះដឹងជាអ្វីទៅចំណេះដឹងគឺជាការយល់ដឹងអត់គ្រប់ទៅក៏អត់លឿនដែរទី2ជំនាញគឺជាភាពប៉ិនប្រសប់កម្រិតដែលរាប់ថាជាមនុស្សដែលមានជំនាញតើតែមាន5កម្រិតហើយភាពប៉ិនប្រសប់គឺជាចំណុចមួយនៅក្នុងនោះឯងទី3គឺជាឥរិយាបថជាផ្នែកធំវាជាយានទៅមុខអត់បានឯកសារយានមានបញ្ហាចឹងនៅក្នុងការធ្វើអាជីវកម្មបើសិនជាអាជីវកម្មទៅមុខអត់បានមានបញ្ហាមិនមែនមកពីការលក់ទេគឺដោយសារតែឥរិយាបថរបស់យើងឧទាហរណ៍អ្នកនឹងខ្លាយទៅជានរណាម្នាក់អាស្រ័យទៅលើការដែលអ្នកទំនាក់ទំនងជាមួយអង់គ្លេសនិយាយថា you become what you're surrounding yourself with ហើយមួយទៀត your environment will become you មានន័យថាបរិយាកាសនៃការរស់នៅរបស់អ្នកបែបណាអ្នកនឹងក្លាយទៅជាមនុស្សបែបនោះឯងហើយដូច្នេះសូមអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានស្ដាប់